នៅពេលនេះខ្ញុំបាទសូមអនុញ្ញាតបន្តធ្វើអធិប្បាយគឺទូកខ្នាតវែងបាទទូកអុំខ្នាតវែងដែលមានចំណុះ75ឡើងទៅបាទដល់ព័ត៌មានមកហើយគឺចេញដំណើរមកហើយទូកខ្នាតវែងចំណុះ75ខ្សែទឹកខាងក្នុងទូកដែលពាក់ផ្លាកលេខ074ស្រីសសុកសែនជ័យអូស្រីសបាទលោកវិទឹកក្បែរនេះញឹមហ្មងយ៉ាងម៉េចទៅហើយមហាអំពើវ័នជ្រួយវិស័យមុខកំពូលខ្សែទឹកក្រៅពាក់ផ្លាកលេខ048បារមីឯកមានជ័យមកពីសៀមតាឯកសៀមបញ្ញាថងអរិយស័ក្តិបាទចាំមើលខាងសៀមបញ្ញាអង្គអរិយស័ក្តិបាទលេងគ្នាហើយទុកចៅបាទខ្ញុំដឹងថាតិចទៀតហ្នឹងនៅក្នុងវេទិកានេះគ្របខលទាំងអស់ហើយបាទមុនឈរតាមដានហើយបាទអង្គុយអស់ចិត្តទេចាំមើលបាទគឺត្រៀមនៅចលនាដង្ហើមផងព្រោះឯទូកនេះលឿនណាបាទដាក់មុនគេមកត្រីសសុកសែនជ័យចំណាយរៀបមែនត្រីសនោះនៅអាស័យជ្រួយទៅតទៀតណាបាទយកវាធំតទៀតណាតែអីទេនៅតែលឿនតែបាទជ័យជំនះគឺស្ថិតនៅពេលដែលមានទេពកោសល្យនិងបច្ចេកទេសបាទកីឡាតែតែមានឈ្នះនិងមានចាញ់បាទដូច្នេះអ្នកចាញ់នឹងបន្តបង្ហាត់បាទអ្នកឈ្នះក៏នៅតែប្រឹងប្រែងបាទចេញមកហើយខ្សែទឹកក្រៅគឺខ្ញុំបានមើលឃើញថាខ្សែទឹកក្រៅដែលមានឯកដ្ឋានពណ៌លឿងល្អដល់ចុងកវាពណ៌សគឺខ្សែក្រៅពាក់ផ្លាកលេខ074ឯខ្សែទឹកក្នុងបារមីឯកមានជ័យដែលមានឯកដ្ឋានពណ៌ខៀវទឹកតិចលិចដោយចុងកវាពណ៌សបាទយកមកខ្ញុំនេះគឺបាទបន្ថែមលបឿនគួរឲ្យគយគួតមែនទេសម្រាប់ខ្នាតវែងបារមីឯកមានជ័យក៏មិនធម្មតាដែរបារមីឯកមានជ័យដែលមានឯកដ្ឋានខៀវទឹកតិចលិចឲ្យចុងកវាពណ៌សល្អដោយមួកពណ៌ក្រហមនិងក្បាច់ក្បូរខេមទូកបាទប៉ិនវាល្អណាស់បើយើងមើលតាមបាទធម្មជាតិស្រីក្នុងស្រីសខ្សែទឹកក្នុងស្រីសដែលមានឯកដ្ឋានខៀវទឹកពេជ្រធម្មជាតិស្រីបាទដោយរំភើបនិងល្បឿនបាទមិនចង់ខុសទេបាទរំភើបនិងល្បឿនចំណែកឯខ្សែទឹកខាងក្រៅបាទយ៉ាងម៉េចទៅហើយស្រីសដកអាយបច្ចេកទេសគេបាទខៀវទឹកពេជ្រលិចដោយចុងកវាពណ៌សបាទដកតិចម្ដងណាតែមិនដឹងថាដកប៉ុណ្ណាទេលោកវិធមអើយលោកព្រាញអើយខ្ញុំចាំមើលដកដល់ឲ្យ5 6 7ផ្ទុំបារមីឯកថែមល្បឿននីលកាមទាត់ចុចទេបារមីឯកថែមបាទពាក់កដាលទូកបាទអបអរថាចូលផងបាទអបអរថាចូលផងជាមួយនឹងស្រីសសុកមិនជើងទី1នេះគឺទទួលជ័យជំនះទៅលើបារមីឯកមានជ័យបាទគឺប្រហែលជា15ខ្ទង់បាទជា15ខ្ទង់